សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាជំរាបសួរបងប្អូនទាំងអស់គ្នាទាំងទីជាតិទីឆ្ងាយទាំងអស់គ្នាដែរចាថ្ងៃនេះជាថ្ងៃចូលឆ្នាំថ្ងៃទី2បងប្អូនត្រូវថ្ងៃទី15នាងខ្ញុំនិងគ្រួសារក៏បបួរគ្នាមកដើរលេងកំសាន្តនៅវត្តតសុតណាបងប្អូនវត្តរបស់ព្រះអង្គចន្ទមនីហើយវត្តលោកតាសុតនៅជិតផ្ទះនាងខ្ញុំទេបងប្អូនជិះតែ2គីឡូទេមកដល់ហើយបងប្អូនពេលដែលនាងខ្ញុំមកហ្នឹងគឺពេលព្រឹកបងប្អូនអញ្ចឹងបងប្អូនប្រជាជនយើងគាត់មករៀបចង្ហាន់ពេលព្រឹកមួយហើយបងប្អូនប៉ុន្តែនេះខ្ញុំជិះទៅខាងក្រោយដោយសារកន្លែងបស៊ីម៉ូតូយ៉ាងឆ្ងាយបងប្អូនខ្ញុំដើរកន្លែងឆ្លងកន្លែងស្ពាននេះបងប្អូនគ្រួសារខ្ញុំក៏ចង់ទៅលេងកន្លែងស្ពានឈើនេះបងប្អូនហើយទៅកន្លែងស្ពានឈើគាត់ចង់ទៅអញ្ចឹងណាដល់ពេលទៅនាំកូនស្រីពៅទៅកន្លែងស្ពានឈើនេះស្ពានឈើនេះអត់ទាន់មានមនុស្សមកទេបងប្អូនពេលព្រឹកហ្នឹងរៀងស្ងាត់ហើយតិចបងប្អូនហើយជាលហឹមនៅខាងក្រោមស្ពានឈើហ្នឹងមានគេចិញ្ចឹមទន្សាយប្រើសខ្ញុំទៅហ្នឹងខ្ញុំថតបានទន្សាយបន្តិចដែរបងប្អូនដោយសារខ្ញុំថតពីលើខ្ញុំអត់ចុះទៅខាងក្រោមអញ្ចឹងណានេះបងប្អូនហើយក៏មានប្រើសដែរបងប្អូនប៉ុន្តែពេលខ្ញុំថតហ្នឹងគឺខ្ញុំថតបានតិចណាបងប្អូនថតពីលើវាអត់សូវស្លាស់អញ្ចឹងទៅក៏ខ្ញុំអត់តវីដេអូហ្នឹងទៅនាំកូនហើយនឹងគ្រួសារខ្ញុំដើរមើលលើហ្នឹងហើយអញ្ចឹងកូននាំគ្នាមកទៅទីផ្សារលើកោះបងប្អូនលើដីកោះហ្នឹងគេមានទីផ្សារបងប្អូនទីផ្សារគេហ្នឹងគឺគេធ្វើជាស្តង់នីមួយគឺពោពេញទៅដោយនំខ្មែរបងប្អូនដូចជានំកតំនំបត់នំគមសន្សំចេកអញ្ចឹងណាបងប្អូនហើយវិចដោយប្រជាជនចំណុះជើងវត្តតសុតឃុំក្រាំងលាវហ្នឹងបងប្អូនវិចមានអនាម័យល្អណាស់បងប្អូនហើយដាក់ចំហុយភ្លាមបងប្អូនដែលមកហ្នឹងគឺទិញភ្លាមហើយពេលដែលខ្ញុំមកហ្នឹងគឺអស់ហើយបងប្អូនអត់មានទេគឺដាច់អស់រលីងតែម្ដងបងប្អូនហើយអត់ទាន់មានស្បូវមនុស្សច្រើននេះណាប៉ុន្តែដាច់អស់រលីងហ្មងបងប្អូននេះនំសមបងប្អូនហើយនំសមខាងនេះមានតកកឈូសបងប្អូនតកកឈូសមានដូងខ្ចីមាននំបញ្ចុកមានបាញ់ឆាយមាននំគ្រួមាននំក្រូចបងប្អូននេះបងប្អូនប្រជាជនគាត់ទៅមកបដាអញ្ចឹងបងប្អូនខាងនេះនំក្រូចនេះខ្ញុំឡើងទៅកន្លែងព្រះអង្គធំបងប្អូនគ្រួសារខ្ញុំនិងកូនក៏ឡើងខ្ញុំមកឡើងទៅជួបមិត្តភ័ក្តិទៅនិយាយពីម៉ាត់ទៅក៏ខ្ញុំអត់បានឡើងទៅជាមួយគាត់ទេខ្ញុំឡើងទៅក្រោយគាត់ចុះមកវិញហើយមកឡុកវីដេអូហ្នឹងរៀងវែងតិចហើយបងប្អូនហើយខុសត្រូវកំបកកាយប្រកាន់នេះព្រោះអ្នកបញ្ចូលសម្លេងនេះគឺមិនសូវជាស្ទាត់ទេបងប្អូនហើយនិយាយរួមទៅគឺចំណង់ចំណូលចិត្តក៏ចេះតែថតឲ្យបងប្អូនទស្សនាកំសាន្តមើលទៅនេះនៅខាងលើបងប្អូនស្អាតណាស់នៅកន្លែងព្រះអង្គធំបងប្អូនដែលអញ្ជើញមកវត្តតសុតគឺដឹងហើយគឺកន្លែងនេះស្អាតហើយក៏មានជាការថតរូបផងដែរបងប្អូនថតរូបដាក់ស៊ុំអីចឹងណាហើយស្អាតណាស់នៅខាងលើបងប្អូនហើយចាំនាងខ្ញុំនាំបងប្អូនទៅមើលនៅខាងក្រោមព្រះអង្គធំហ្នឹងក៏មានរូបសំណាកដែរប៉ុន្តែអត់ទាន់ហើយទេបងប្អូនហើយអត់ទាន់ហើយទេនេះខ្ញុំចុះមកវិញហើយខ្ញុំទៅថតនៅខាងក្រោមហ្នឹងធ្វើជារូបសំណាកនេះបងប្អូនតែអត់ទាន់ហើយទេទៅតែបានប៉ុណ្ណឹងឯងនេះខ្ញុំមកវិញជាមួយនឹងគ្រួសារខ្ញុំបងប្អូនចុះមកវិញហើយជាមួយគ្រួសារខ្ញុំរៀងពេលខ្ញុំទៅហ្នឹងគឺស្ងាត់បងប្អូនគឺអត់ទាន់សូវសម្បូរមនុស្សប៉ុន្មានទេរៀងស្ងាត់ដែរអញ្ចឹងណាបងប្អូនស្អាតណាស់បងប្អូនហើយព្រះអង្គរៀបចំបានស្អាតនេះកូនប្រុសកូនស្រីខ្ញុំគឺគេដឹកដៃគ្នាកាន់ដៃគ្នាអាបងខ្លាញ់វែងប្អូនព្រោះអីមនុស្សគេថាម៉ាក់មនុស្សច្រើនណាខ្ញុំខ្លាញ់វែងប្អូនព្រោះម៉ាក់គេអាឡ័យតែរវល់ថតដល់បងអូនហើយរវល់ថតទៅក៏មិនសូវបានមើលប្អូនអញ្ចឹងទៅអាបងគេមើលប្អូនខាងនេះមានខាងដំបាញបងប្អូនមានខាងដំបាញមានខាងលក់ផ្លែឈើធម្មជាតិជាផ្លែគុយខ្មែរយើងបងប្អូនគុយធម្មជាតិគុយយើងនេះអត់សំទោសគុយខ្មែរខ្ញុំមិនចេះតែមានដែរគុយធម្មជាតិបងអូននាងខ្ញុំដើរទៅកន្លែងនេះគឺដើរសំដៅទៅកន្លែងហាត់ទឹកបងប្អូនគឺគ្រួសារខ្ញុំក៏ឡៃតែថតឲ្យកូនស្រីគាត់ទុកជាអនុស្សាវរីយ៍អញ្ចឹងណា
ខ្ញុំដើរទៅពីកន្លែងហ្នឹងគឺទៅសំដៅទៅកន្លែងលហាត់ទឹកកូនខ្ញុំគេបលែងបងប្អូនគេក្តីសុខដែរបងប្អូនទោះជាវាមិនមានធូរធារអីប៉ុន្តែគ្រាន់តែថាក្តីសុខក្នុងគ្រួសារគឺឃើញប៉ុណ្ណឹងអស់ចិត្តអីបងប្អូននាងខ្ញុំមកដល់កន្លែងលហាត់ទឹកគឺចំពេលព្រះអង្គចេញព្រោះព្រំតែម្ដងបងប្អូនហើយគឺសំណាងដែរមកដល់ហ្នឹងគឺឲ្យព្រះអង្គព្រោះព្រំមកមេដែរទៅនេះបងប្អូនហើយសំទោសហូននឹកចង់ឃើញបងប្អូនប្រជាជនចាប់ផ្ដើមមកបតាហើយបងប្អូនថ្ងៃនេះនៅទេសភាពលើកោះមនុស្សចាប់ផ្ដើមមានបតាណាបងប្អូនគឺមកច្រើនហើយនេះទេសភាពនៅថ្ងៃហ្នឹងបងប្អូនថ្ងៃនេះនៅលើកោះថ្ងៃនេះគឺมันច្រើនហើយក៏มันតិចដែរគឺគួរសមបងប្អូនមកកូនខ្ញុំគេតាមដៃប៉ាប៉ាគេតាមដៃប៉ាប៉ាប្លុកវីដេអូថ្ងៃនេះរៀងវែងបន្តិចហើយបងប្អូនហើយទេសភាពស្អាតណាស់បងប្អូនហើយគឺมันក្តៅទេមេឃរៀងសតុំដែរអញ្ចឹងទៅនាងខ្ញុំថតបានច្រើនបងប្អូនថតបានច្រើនឲ្យបងប្អូនមើលកំសាន្តអញ្ចឹងណាខ្ញុំមកដល់កន្លែងនេះបងប្អូនហើយឃើញផ្កាស្អាតក៏ចូលថតកន្លែងនេះតិចទៅនិយាយរួមមិនបាច់ទៅលេងណាឆ្ងាយទេបងប្អូនបើសិនជាបងប្អូនបកាយថតរូបមកថតរូបនៅវត្តអាស្រមលោកតាសុតនេះគឺវត្តតាសុតនេះគឺយករូបស្អាតទៅណាមអស់ទេបងប្អូនហើយសុទ្ធតែស្អាតនេះបងប្អូនខាងនេះព្រះអង្គរៀបចំបានស្អាតណាឆ្នាំនេះតិចលហឹមខាងនោះគឺកន្លែងពូនភ្នំសាច់បងប្អូនកន្លែងពូនភ្នំសាច់បងប្អូនអញ្ជើញមកកាត់គ្រោះនៅថ្ងៃស្អែកណាបងប្អូនណាដែលចង់មកកាត់គ្រោះនៅវត្តរបស់ព្រះអង្គចន្ទមនីនៅថ្ងៃស្អែកម៉ោង 5គឺព្រះអង្គចាប់ផ្ដើមធ្វើពិធីហើយបងប្អូននេះនាងខ្ញុំចាប់ផ្ដើមត្រឡប់ទៅវិញណាបងប្អូនគ្រួសារខ្ញុំចូលយកម៉ូតូព្រោះត្រឡប់ទៅវិញរៀងថ្ងៃដែរហើយបងប្អូនរៀងក្តៅដែរហើយអញ្ចឹងក៏ត្រឡប់ទៅវិញបងប្អូនហើយដល់ពេលនាងខ្ញុំត្រឡប់ទៅវិញបងប្អូនហើយឡានបងប្អូនយើងត្រឡប់មកគឺច្រើនមែនតើគឺចង់និយាយថាចង់ស្ទះផ្លូវបងប្អូនគឺចង់ស្ទះផ្លូវដោយសារខ្ញុំចេញទៅហ្នឹងវារៀងថ្ងៃដែរអញ្ចឹងបងប្អូននៅឆ្ងាយគឺគាត់អត់អញ្ជើញមកដល់បតាហើយបងប្អូនស្ទះនៅតាមបងប្អូនហើយស្ទះរហូតគឺស្ទះរហូតតាមពីខ្ញុំចេញរហូតទៅដល់មាត់ជ្រក់ចេញក្រៅណាបងប្អូនហើយប្លុកវីដេអូខ្ញុំថ្ងៃហ្នឹងអត់មានអីច្រើនទេបងប្អូនហើយគឺវែងតិចហើយតែខុសត្រូវអីសូមកុំប្រកែកប្រកាន់នេះបងប្អូនដោយសារខ្ញុំនេះមិនមែនជាអ្នកជំនាញអ្នកអាជីពអីទេបងប្អូនហើយតែដោយសារខ្ញុំឆ្លាញ់វិស័យធ្វើជាវីដេអូចឹងទៅក៏ខ្ញុំថតធ្វើជាប្លុកវីដេអូឲ្យបងប្អូនទស្សនាកំសាន្តចឹងណាបងប្អូនទាំងអស់គ្នាបើសិនជាខុសត្រូវអីកុំប្រកែកប្រកាន់អីចាំជួបគ្នានៅពេលក្រោយនៅវីដេអូក្រោយទៀតណាបងប្អូនបើសិនជាបងប្អូនពេញចិត្តសូមបេះដូងម្នាក់មួយផងបងប្អូនឬក៏ចុច like ឬក៏ចុចមេដៃមួយផងណាបងប្អូនទាំងអស់គ្នាសូមបងប្អូនទាំងអស់គ្នាអញ្ជើញទស្សនាវីដេអូក្រោយទៀតណាព្រោះខ្ញុំថតនេះជំរាបចេញមកឲ្យបងប្អូនរៀងស្ទះតិចហើយស្ទះឲ្យបងប្អូនហើយគឺចេញមកនឹងចាប់ផ្ដើមបងប្អូនប្រជាជនយើងចាប់ផ្ដើមមកតាឲ្យបងប្អូនប្លុកវីដេអូខ្ញុំថ្ងៃណាគឺមានប៉ុណ្ណឹងទេចាំជួបគ្នាពេលក្រោយណាបងប្អូនណាស្រឡាញ់នឹងការគោរពនិងការរាប់អានរបស់បងប្អូនគ្រប់គ្នាទាំងអស់បើសិនជាខ្ញុំវីដេអូខ្ញុំនេះមានខុសឆ្គងត្រង់កន្លែងណាគឺសូមអភ័យទោសសូមអធិស្ឋានដល់បងប្អូនទាំងអស់គ្នាផងដោយសារខ្ញុំមិនមែនជាអ្នកជំនាញខាងធ្វើវីដេអូអីទេបងប្អូនណាគឺរៀនតិចតួចដើម្បីធ្វើវីដេអូធ្វើប្លុកវីដេអូឲ្យបងប្អូនទស្សនាកំសាន្តអញ្ចឹងណាខុសឬក៏ត្រូវអីកុំប្រកែកប្រកាន់អីបងប្អូនដោយសារខ្ញុំមិនមែនជាអ្នកជំនាញអីទេបងប្អូននេះបងប្អូនចាប់ផ្ដើមស្ទះបតាណាបងប្អូនយើងខ្លះគឺគាត់ដាក់ឡាននៅខាងក្រៅហើយគឺគាត់ដើរចូលមកអញ្ចឹងណាបងប្អូននេះស្ទះហើយបងប្អូនហើយប្លុកវីដេអូខ្ញុំមានតែប៉ុណ្ណឹងទេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតណាបងប្អូនទាំងអស់គ្នា